ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានថ្នាំឱសថបុរាណមួយប្រភេទទៀតហើយដែលអាចយកមកព្យាបាលនឹងជំងឺរឹសដូងច្រមុះបាទឬមួយក៏អាឡែស៊ីច្រមុះហើយនឹងច្រមុះសៃណាត់បាទមានន័យថាឆ្អឹងច្រមុះរបស់យើងនឹងវាបើកវាហើបវាប៉ោងអញ្ចឹងទៅធ្វើឲ្យយើងឈឺចុកចាប់ដល់ភ្នែកដល់ក្បាលជាដើមបាទឧស្សាហ៍ហៀសម្បោឧស្សាហ៍តឹងច្រមុះបាទអាការៈទាំងអស់ហ្នឹងគឺអស់ក្តីបារម្ភទៀតហើយបាទថ្ងៃនេះខ្ញុំមានដើមថ្នាំមួយយ៉ាងដែលមានឈ្មោះថាដើមវល្លិជុយបាទវល្លិជុយអញ្ចឹងបើសិនជាបងប្អូននៅស្រុកស្រែកស្រុកចំការប្រកាសជាស្គាល់ហើយបាទហើយក៏ស្គាល់ច្បាស់ថែមទៀតថាដើមវល្លិជុយហ្នឹងរូបរាងបែបយ៉ាងដូចម្ដេចបាទនិយាយអំពីដើមវល្លិជុយនេះបាទគឺមានអត្ថប្រយោជន៍ច្រើនមែនទែនបាទមិនថាបងប្អូនឧស្សាហ៍ក្តៅខ្លួនផ្ដាសាយហៀសម្បោឬមួយក៏ឧស្សាហ៍គ្រុនណានិយាយឲ្យខ្លីទៅឧស្សាហ៍កោសខ្យល់មួយថ្ងៃ2 3 ដងបាទមួយអាទិត្យគេកោសតែ2 3 ដងយើងមួយអាទិត្យកោសតែ7 ដងបាទអាការៈទាំងអស់ហ្នឹងហើយដើមវល្លិជុយនេះអាចជួយបានបាទហើយតកតងនឹងកម្លាំងកាយបាទឧស្សាហ៍ធ្វើអីតិចតួចនឹងហត់នឿយបាទចាប់នេះចាប់នោះនឹងហត់បាទដើរ4-10 ជំហាននឹងហត់បាទចង់ទៅហាត់ប្រាណគេនឹងក៏មិនកើតដែរបាទឧស្សាហ៍ហត់ឧស្សាហ៍នឿយនឹងគឺដើមវល្លិជុយនេះបាទធ្វើឲ្យយើងមានកម្លាំងកំហែងឡើងវិញបាទសម្រាប់បងប្អូនណាដែលគាត់បាយមិនបានសម្រានមិនលក់បាទរហិតរហៃដៃជើងខ្សោយអស់កម្លាំងហ្នឹងគឺទុកចិត្តលើវល្លិជុយចាស់បាទវល្លិជុយអាចជួយបានហើយជាពិសេសបងប្អូនដែលមានបញ្ហារឿងអសមត្ថភាពផ្លូវភេទបាទខ្សោយអូនតូចនឹងមិនសូវស្ទុះស្ទាបាទមួយថ្ងៃហ្នឹងគឺឈ្ងោកមុខរហូតអត់ដែលចង្អុលមុខគេទេបាទអាការៈហ្នឹងគឺរឹសវល្លិជុយបាទអាចជួយបានបាទហើយតកតងនឹងបញ្ហាសក់ស្កូវសក់រុះរោយហ្នឹងគឺដើមវល្លិជុយនេះបងប្អូនណាធានាថាធ្វើឲ្យសក់របស់បងប្អូនហ្នឹងគឺខ្មៅរលោងរលើបរលោងឡើងវិញបាទគ្រាន់តែបងប្អូនយកទៅស្ងោរហូបហ្នឹងបាទដាំទឹកហូបហ្នឹងណាបាទប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកតែអត្ថប្រយោជន៍1 2តែប៉ុណ្ណោះដើម្បីយកមកជម្រាបដល់បងប្អូនដែលមានបញ្ហាឬដងច្រមុះបាទហើយនឹងអសមត្ថភាពផ្លូវភេទបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញទៅទស្សនាដើមវល្លិជុយបាទជាមួយនឹងខ្ញុំដូចតទៅបាទបងប្អូនទាំងអស់គ្នានេះហើយគឺជាដើមវល្លិជុយបាទដើមវល្លិជុយមានលក្ខណៈបាទជាវល្លិបាទដើមរបស់វាគឺមានស្លឹក2ទទឹមគ្នាបាទដុះរៀងទទឹមគ្នាអញ្ចឹងទៅហើយដើមខ្ចីគឺស្លឹកវាខៀវខ្ចីតែម្ដងបាទដល់ទៅពេលចាស់ទៅរាងក្រមៅពណ៌រាងពណ៌ត្នោតតិចទៅបាទហើយផ្លែរបស់វាហ្នឹងគឺដូចផ្លែសណ្ដែកអញ្ចឹង2ទទឹមគ្នាបាទប៉ុន្តែក្នុងរូបភាពនេះមិនទាន់មានផ្លែនៅឡើយទេបាទអញ្ចឹងវល្លិជុយបាទបងប្អូនគ្រាន់តែជីកបាទជីកយកមើមយកឫសរបស់វល្លិជុយហ្នឹងយកទៅដាំទឹកហូបណាបាទមុននឹងប្រាប់ដល់វិធីព្យាបាលឫសដូងច្រមុះហ្នឹងខ្ញុំសូមណែនាំអំពីជ័របាទជ័រស្លឹករបស់វល្លិជុយហ្នឹងបាទជ័ររបស់វល្លិជុយនេះបាទក៏មានអត្ថប្រយោជន៍ផងដែរបងប្អូនណាដែលគាត់ឧស្សាហ៍ពងបែកមាត់បាទពងបែកក្នុងមាត់ណាបាទឬក៏អញ្ចាញថ្មិញរបស់គាត់ហ្នឹងឧស្សាហ៍ពងបែកសាហើមបាទជ័ររបស់វល្លិជុយនេះក៏អាចជួយបានដែរបាទពេលដែលបងប្អូនកាច់ស្លឹកវាទៅគឺឃើញជ័រសបាទចេញមកបាទនឹងហើយគឺជ័រវល្លិជុយហ្នឹងបាទឥឡូវយើងទៅជីកយកមើមរបស់វាដើម្បីព្យាបាលជំងឺឫសដូងច្រមុះហើយនឹងអាឡែស៊ីច្រមុះហ្នឹងបាទចឹងបងប្អូនជីកទៅបាទយើងជីកដីរូងយកឫសរបស់វាជ្រៅណាបងប្អូនជ្រៅប៉ុន្តែថ្ងៃនេះកាត់យកខ្លីៗសិនដើម្បីមកណែនាំដល់បងប្អូនបាទហើយឫសរបស់វានេះដែរបាទបងប្អូនយកទៅលាងសម្អាតទឹកឲ្យបានស្អាតហើយយើងហាន់កង់ទៅបាទបងប្អូនហាលទុកឲ្យស្ងួតឬក៏ដាំទាំងស្រស់ហ្នឹងក៏បានដែរបាទដំបូងបងប្អូនយកឫសវល្លិជុយនេះចំនួន1ក្តាប់ដៃទៅហើយបងប្អូនដាំទឹកចំនួន2 លីត្របាទរងាស់បាទមុននឹងពេលដែលបងប្អូនយកទៅញ៉ាំបងប្អូន
ចំហុយបាទយើងស្ពងយើងស្ពងចំហុយយើងសិនណាបាទយើងស្ពងយើងដាំឲ្យពុះទៅហើយបើគម្របហ្នឹងឲ្យវាចេញផ្សែងវាមកហើយយើងចំហុយបាទយើងស្ពងចំហុយយើង4-5 នាទីទៅ10 នាទីសិនហើយចាំបងប្អូនបិទភ្លើងទៅហើយយកមកទទួលទានបាទរីឯការទទួលទានទឹករបស់វ៉ាជួយនេះបាទយើងញ៉ាំពេលណាក៏បានដែរមិនកំណត់ទេបាទមិនថាមុនបាយឬក៏ក្រោយបាយទេបងប្អូនអាចទទួលទានបានគ្រប់ពេលវេលាបាទចឹងឃើញថាបងប្អូនញ៉ាំតែ 2-3 ឆ្នាំប៉ុណ្ណោះអាការៈដែលរឹសដូងក្នុងច្រមុះបាក់ដកដង្ហើមឧស្សាហ៍ថប់ដង្ហើមបាទមានហៀសម្បោរមានអីជាដើមហ្នឹងបងប្អូនខ្លះក៏អាឡែស៊ីច្រមុះបាទឲ្យតែរសើបច្រមុះបន្តិចបន្តួចហ្នឹងគឺกระដាស់បាទ4 10 20 30 ដងហ្នឹងមិនបាត់ទេហើយបងប្អូនដែលគាត់មានបញ្ហាឆ្អឹងច្រមុះរបស់គាត់ហ្នឹងបើកបាទធ្វើឲ្យគាត់ឈឺដល់ក្របភ្នែកបាទឈឺដល់ក្បាលបាទហើយអាការៈហ្នឹងគឺនឹងបាត់ដូចគ្នាណាបាទចឹងឃើញថាឫសវល្លិជួយនេះមានអត្ថប្រយោជន៍ច្រើនមែនទែននៅពេលក្រោយខ្ញុំនឹងប្រាប់អំពីអត្ថប្រយោជន៍របស់ដើមវល្លិជួយនេះម្ដងទៀតឲ្យបងប្អូនបានដឹងបាទអញ្ចឹងខ្ញុំសូមបន្តឫសវល្លិជួយនេះបន្តិចទៀតដើម្បីឲ្យបងប្អូនបរិះខ្លះដែលគាត់មានបញ្ហាអសមត្ថភាពផ្លូវភេទបាទមិនសូវជារឹងមាំមិនសូវជាស្ទុះស្ទាបាទឆាប់ប្រយុទ្ធនឹងឆាប់ព្រោះទឹកអីជាដើមហ្នឹងបងប្អូនអាចយកឫសវល្លិជួយទៅបាទយើងហាលឲ្យស្ងួតហាន់វាកង់ទៅបាទហើយយើងយកទៅត្រាំនឹងស្រាណាបាទបងប្អូនណាដែលគាត់ចេះញ៉ាំស្រាហ្នឹងយើងយកត្រាំស្រាបានបាទតែបើអត់ចេះញ៉ាំស្រាទេយើងដាំទឹកញ៉ាំទៅបាទឬមួយក៏ដាក់ឆុងជាមួយនឹងទឹកសូដាក៏បានដែរបាទហើយបើសិនជាបងប្អូនណាគាត់មានដើមបាសឬផ្ទីបាទហើយនឹងឫសវល្លិជួយនេះបាទអូកែស័ក្តិសិទ្ធិមែនទែនបាទដាក់ទៅយើងត្រាំស្រាទៅបាទទីត្រាំស្រាហ្នឹងងាយទេបងប្អូនគ្រាន់តែដាក់ចំនួន 2-3 ក្តាប់ដៃទៅហើយស្រា 4-5 លីត្រទៅបាទត្រាំរយៈពេល1 អាទិត្យបាទចាំយកមកទទួលទានឃើញថាការទទួលទានហ្នឹងបាទមិនហួសពី2 ថ្ងៃទេអូនតូចរបស់យើងនឹងប្រកាសជាស្ទុះស្ទារហ័សរហួនឡើងមកវិញជាក់ជាពំខានបាទអញ្ចឹងសរុបឲ្យខ្លីទៅគឺអត្ថប្រយោជន៍របស់វល្លិជួយនេះបាទអាចជួយបានច្រើនយ៉ាងបាទប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកយកអត្ថប្រយោជន៍ទី1គឺព្យាបាលជំងឺរឹសដូងច្រមុះបាទអាឡែស៊ីច្រមុះឬមួយក៏ពើតខ្ទង់ច្រមុះបាទពើតឆ្អឹងច្រមុះហ្នឹងបាទហើយទី2ហ្នឹងគឺអត្ថប្រយោជន៍បងប្អូនដែលគាត់អាចសមត្ថភាពបាទចង់ឲ្យអូនតូចហ្នឹងរឹងមាំឡើងវិញកុំភ្លេចយកឬវល្លិជួយនេះដាំទឹកហូបក៏បានត្រាំស្រាក៏បានដែរបាទការទទួលទានហ្នឹងមិនកំណត់ទេចង់ដាក់កន្លះកែវក៏បាន1 កែវក៏បានមិនកំណត់ទេបាទអាចញ៉ាំបានគ្រប់ពេលវេលាណាបាទចឹងអរគុណច្រើនពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំតាក់ទងនឹងដើមវល្លិជួយបាទដើម្បីយកព្យាបាលជំងឺឬដូងច្រមុះហើយនឹងជំនួយកម្លាំងបាទឬមួយបងប្អូនណាដែលគាត់រហិតរហៃដៃជើងខ្សោយមិនសូវជាមានកម្លាំងយើងអាចយកដើមស្លឹករបស់វល្លិជួយនេះដាំទឹកហូបទៅប្រកាសជាមានកម្លាំងកំហែងឡើងវិញហើយណាបាទចឹងសូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយចុច like ចុច share ចុច subscribe ដល់វីដេអូរបស់ខ្ញុំផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូថ្មីចែកជូនពុកម៉ែបងប្អូនទស្សនានៅថ្ងៃក្រោយទៀតនៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលាសូមគោរពនឹងជម្រាបសួរប្រិយមិត្តដែលកំពុងតាមដានទស្សនាសម្រាប់វីដេអូនេះខ្ញុំសូមលើកយកនៅចំណេះដឹងថ្មីមួយពាក់ព័ន្ធទៅនឹងសត្វប្រគុណនិងអត្ថប្រយោជន៍របស់ដើមត្រប់រោមចំពោះសុខភាពត្រប់រោមនៅតំបន់ខ្លះហៅថាត្រប់ជូរឬត្រប់រលួយត្រប់នេះមានឈ្មោះវិទ្យាសាស្ត្រថា Solanum stramoniifolium ស្ថិតនៅក្នុងអំបូរ Solanaceae ត្រប់រោមគឺជាដំណាំសម្រាប់ផ្ទះបាយដែលនិយមយកមកដាំដុះសម្រាប់បរិភោគនិងធ្វើជាឱសថរុក្ខជាតិមិននិយមដាំដើម្បីលក់ដូរនោះទេទើបមិនសូវឃើញដាក់លក់នៅតាមទីផ្សារដូចត្រប់វែងត្រប់ស្រួយឬត្រប់ពលំយងនោះត្រប់រោមគឺជាពូជត្រប់ព្រៃដែលបង្កាត់ចេញពីត្រប់ខាជាមួយនឹងត្រប់ពុតលំញងត្រប់រោមនិយមប្រើផ្លែខ្ចីឬទុំទទួលទានជាអន្លក់ផ្ទុកទឹកគ្រឿងប្រហុកផ្អកមានរសជាតិហាងតិចតែឆ្ងាញ់ខ្លះយកផ្លែមកហាន់ជាចំណិតបុកជាមួយកាពិ
ឬផ្សំជាមួយបុកល្ហុងក៏ឆ្ងាញ់ម្យ៉ាងដែរលក្ខណៈរបស់ដើមត្រប់រោមមានការសន្និដ្ឋានថាមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ជារុក្ខជាតិមានគុម្ពទំហំមធ្យមមានកម្ពស់ប្រហែល1ទៅ2ម៉ែត្រគ្រប់ផ្នែកនៃរុក្ខជាតិនេះមានរោមពណ៌ត្នោតខ្ចីល្អិតគ្របដណ្ដប់ពាសពេញដើមនិងស្លឹកមានលក្ខណៈស្រដៀងទៅនឹងត្រប់ពុតលំញងខុសគ្នាត្រង់ដើមនិងស្លឹករបស់ត្រប់រោមមានបន្លានិងមានរោមល្អិតគ្របដណ្ដប់ពាសពេញបន្តពូជដោយវិធីបណ្ដុះគ្រាប់ចូលចិត្តដុះលើដីល្បាយខ្សាច់មានទឹកសមល្មមរឹងប៉ឹងនិងធន់ជំងឺសត្វល្អិតហើយនិងអាកាសធាតុស្លឹកត្រប់រោមជាស្លឹកទោលដុះតម្រៀបឆ្លាស់ទងគ្នាមានរាងជាពងក្រពើធំកំប៉ាងគល់ស្លឹកមូលឬស្រួចគែមស្លឹកឆែកស្រួចអង្កាញ់មានទំហំប្រហែល15ទៅ25សង់ទីម៉ែត្រនិងបណ្ដោយប្រហែល20ទៅ30សង់ទីម៉ែត្រផ្ទៃស្លឹកមានពណ៌បៃតងមានរោមទន់ល្អិតដុះពាសពេញស្លឹកទាំងខ្នងនិងពោះត្រប់រោមមានផ្កាជាកញ្ចុំចេញតាមប្រកៀបស្លឹកផ្កាមានពណ៌សមានត្របកផ្កា5ត្របកមានកេសរឈ្មោលពណ៌លឿងជាទងរួមស្រួចផ្នែកខាងចុងផ្លែត្រប់រោមមានរាងមូលទំហំប្រហែល 1.8 ទៅ 2 សង់ទីម៉ែត្រសម្បកមានដុះរោមវែងយ៉ាងក្រាស់ផ្លែខ្ចីមានពណ៌បៃតងពេលទុំមានពណ៌លឿងលាយពណ៌ត្នោតក្រមៅក្នុងផ្លែមានគ្រាប់សំប៉ែតយ៉ាងច្រើនតម្រៀបគ្នាជាជួរហើយតែងចេញផ្លែនៅចុងរដូវវស្សាចំពោះរសជាតិវិញផ្លែត្រប់រោមមានរសជាតិលេចធ្លោគឺជូររសជាតិនិងក្លិនមានលក្ខណៈពិសេសផ្ទាល់ខ្លួនសព្វគុណផ្នែកឱសថរបស់ដើមត្រប់រោមខ្មែរយើងមានការយកដើមត្រប់រោមមកប្រើជាប្រយោជន៍យូរណាស់មកហើយទាំងធ្វើជាបន្លែស្លធ្វើជាអន្លក់និងធ្វើជាឱសថនៅក្នុងដំរាឱសថរុក្ខជាតិបានរៀបរាប់ពីសព្វគុណនៃដើមត្រប់រោមយ៉ាងច្រើនអនេកដោយផ្នែកដែលយកមកប្រើជាឱសថរុក្ខជាតិនោះមានស្លឹកឬគ្រាប់ហើយនិងផ្លែស្លឹកត្រប់រោមជួយបំបត្តិអាការៈហើមសួតប្រើជាថ្នាំបំពកបំបត្តិកន្ទួលរមាស់និងបិទព្យាបាលបោសឬត្រប់រោមមានរសត្រជាក់និងជូរតិចជួយរំលត់ពឹសក្តៅក្នុងខ្លួនជួយបំបត្តិគ្រុនក្តៅជួយបំបត្តិទឹកមាត់ស្អិតបំបត្តិការឈឺចុករយសាច់ដុំឬខ្លួនប្រាណជួយព្យាបាលអាការៈខ្វះទឹកប្រមាត់ជួយអ្នកមានបញ្ហាដំណេកដេកមមើដេកភ្ញាក់កន្ត្រាក់និងបំបត្តិកន្ទួលរមាស់គ្រាប់ត្រប់រោមជួយបំបត្តិអាការៈឈឺធ្មេញដោយប្រើគ្រាប់ដុតបង្ហុយផ្សែងចូលទៅក្នុងធ្មេញដែលឈឺផ្លែត្រប់រោមជួយបណ្ដេញស្លេសកាត់ស្លេសក្នុងបំពង់កបំបត្តិក្អកជួយព្យាបាលប្រមាត់ពិការនិងបំពន់ទឹកប្រមាត់ផ្កាត្រប់រោមជួយបំបត្តិកន្ទួលរមាស់រោមផ្លែត្រប់រោមនាំយកមកចៀនជាមួយស៊ុតមាន់ឬស៊ុតទាគឺជាថ្នាំបញ្ចុះព្រួនអត្ថប្រយោជន៍របស់ដើមត្រប់រោមផ្លែប្រើទទួលទានជាអាហារឬនាំយកមកផ្សំជាអាហារបានច្រើនមុខមិនថាផ្លែខ្ចីឬទុំដូចជាយកមកហូបជាអន្លក់ទឹកគ្រឿងប្រហុកផ្អកស្លម្ជូរត្រីម្ជូរសាច់គោលាយផ្សំជាបន្លែបុកល្ហុងជាដើមជួយបន្ថែមរសជាតិជូរក្នុងម្ហូបអាហារដោយផ្ដល់នូវរសជាតិនិងក្លិនយ៉ាងពិសេសផ្ទាល់ខ្លួនរបស់វាខុសពីរសជូរដែលបានពីប្រភពផ្សេងទៀតដូចជាក្រូចឆ្មាស្វាយអំពិលនិងសណ្តាន់ជាដើមការទទួលទានផ្លែត្រប់រោមជួយបង្កើនថាមពលនៅក្នុងរាងកាយនិងផ្ដល់នូវសារធាតុកាល់ស្យូមជាតិដែកផូស្វ័រវីតាមីន B អងវីតាមីន B និងវីតាមីន C ដែលសុទ្ធតែមានប្រយោជន៍ដល់រាងកាយទាំងអស់ផ្លែត្រប់រោមក៏ជាចំណីរបស់បក្សីព្រោះសត្វស្លាបចូលចិត្តស៊ីវាខ្លាំងណាស់ការណែនាំមុននឹងយកផ្លែត្រប់រោមមកធ្វើជាអាហារគួរកោសរោមល្អិតចេញឲ្យអស់សិនលាងទឹកឲ្យស្អាតឬបកសម្បកចេញក៏បានរួចពុះយកគ្រាប់ចោលហាន់ជាចំណិតស្ដើងងាយស្រួលក្នុងការទទួលទាន
ប្រិយមិត្តជាទីមេត្រីការជម្រាបជូនអំពីសពគុណនិងអត្ថប្រយោជន៍របស់ដើមត្រាប់រួមចំពោះសុខភាពដែលលោកអ្នកបានតាមដានទស្សនានៅពេលនេះគឺចប់តែប៉ុណ្ណេះនៅពេលនេះខ្ញុំបាទសូមអរគុណនិងសូមគោរពលាថ្នាំខ្សោយក្រលៀនឬស្បូវគល់ស្លឹកគ្រៃស្លឹកតើយទាំង3មុខនេះព្យាបាលខ្សោយក្រលៀនហើយនឹងការពារកុំឲ្យមានគ្រោះក្នុងតម្រងនោមហឹងត្រចៀកខ្យល់ចេញតាមរន្ធត្រចៀកឬមួយក៏ក្រពះពោះវៀនយកទៅដាំទឹកហូប3ថ្ងៃបាត់បងប្អូនដែលមានបញ្ហារឹសដូងបាតដែលលៀនចេញមកក្រៅយកផ្លែក្រូចសើចចោះរន្ធឲ្យល្មមនិងរឹសដូងបាតដែលធ្លាក់ចេញមកញុកចូលអង្គុយត្រាំ3ទៅ5នាទីចាំដកចេញ3ទៅ5ថ្ងៃនឹងបាត់ហើយមើមរំដេងជួយឲ្យគេងលក់ហាន់មើមរំដេង5ចំណិតទៅ10ចំណិតដាំទឹកចំនួន1លីត្ររំងាស់ឲ្យបាន5នាទីទៅ10នាទីទទួលទានពេលណាក៏បានពិបាកនោមទាស់នោមតឹងនោមចជ្រែកចជ្រោចនោមញឹកបងប្អូនប្រើស្មៅក្រវ៉ាញជ្រូកហើយនឹងឫសស្បូវដាំទឹកហូប3ថ្ងៃទៅ5ថ្ងៃនឹងបាត់ជំងឺលើសឈាមញ៉ាំស្លឹកក្រូចសើចស្រស់មួយថ្ងៃ2ដងម្ដង1សន្លឹក3ថ្ងៃនឹងឃើញផលជាក់ស្ដែងថ្នាំទាស់សរសៃទាស់មិនដឹងមុខប្រើឫសដើមត្បាល់កិនដាំទឹកផឹកនឹងជាសះស្បើយវិធីដេញតុកែហើយនឹងទីងចក់យកស្លឹកត្រចៀកជ្រូកយកមកចងហើយភ្ជួរចោលវានឹងរត់ចេញអស់ហើយឫសផ្ទីបន្លាព្យាបាលធ្លាក់សដាំទឹកផឹកជាប្រចាំ7ថ្ងៃបាត់ធ្លាក់ហើយបងប្អូនដែលមានបញ្ហាក្លិនមាត់ហើយនឹងធុំក្លិនស្រាពេលដែលទទួលទានស្រាយកស្លឹកត្របែកមកទំពានឹងបាត់ក្លិនហើយស្លឹកមមាញខ្មោចព្យាបាលហឹងត្រចៀកវិធីប្រើយកស្លឹកមមាញខ្មោច2សន្លឹកញីញុកចូលក្នុងរន្ធត្រចៀកនឹងបាត់ហឹង